ទស្សនិកជនកំពុងតាមដានព័ត៌មានបច្ចុប្បន្នភាពពេលនេះមុននឹងជួនព័ត៌មានថ្មីទៀតបច្ចុប្បន្នភាពសូមជូននៅព័ត៌មានដ៏សោកសៅមួយសម្រាប់បច្ចុប្បន្នភាពផ្ទាល់ហើយក៏ពិតជាព័ត៌មានដ៏គួរឲ្យសោកស្ដាយបំផុតចំពោះចំណាត់ការរំលោភច្បាប់របស់មន្ត្រីមានសមត្ថកិច្ចក្នុងនោះយើងបង្វែរការចាប់អារម្មណ៍នេះទៅខេត្តមណ្ឌលគិរីបាទកាលពីម្សិលមិញវេលាព្រឹកម៉ោង8អ្នកងាររបស់បច្ចុប្បន្នភាពលោកវ៉ាន់ទិតត្រូវបានលោកឧត្តមសេនីយ៍ស័ក្តិសារ៉ាំងមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីបញ្ជាកងកម្លាំងប្រដាប់ដោយអាវុធណាចំនួន2រថយន្តមកចាប់នាំខ្លួនយកពីស្រុកកៅសីមាទៅកាន់ទីបញ្ជាការឋានអាវុធហត្ថខេត្តមណ្ឌលគិរីយ៉ាងសាហាវបំផុតបាទហើយការចាប់នាំខ្លួននេះពុំមានដីកាតុលាការអ្វីទាំងអស់ពុំមានការបញ្ជាពីលោកព្រះរាជអាជ្ញាដែលជាប្រធាននគរបាលយុត្តិធម៌ទេដែលនេះត្រូវបានមជ្ឈដ្ឋានអ្នកច្បាប់ដែលត្រូវបានបច្ចុប្បន្នភាពជួបសម្ភាសដើម្បីជួបប្រឹក្សាដើម្បីផ្ដល់នៅមតិអ្នកច្បាប់បានចាត់ទុកទង្វើរបស់លោកស័ក្តិសារ៉ាំងមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីគឺជាទង្វើរំលោភបំពានទាំងកំរល់ទៅលើការអនុវត្តនីតិវិធីច្បាប់ក៏ដូចជាការរំលោភបំពានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិជ្ជាជីវៈសារព័ត៌មានដល់សិទ្ធិសេរីភាពសារព័ត៌មានជាពិសេសរំលោភបំពានសិទ្ធិសេរីភាពនៃការផ្ដល់និងទទួលព័ត៌មានដែលបច្ចុប្បន្នភាពបាននឹងកំពុងអនុវត្តក្នុងនោះទង្វើរបស់លោកមេ PM រូបនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិត្តិយសបុគ្គលទង្វើនេះក៏បានបង្ហាញអំពីការចាប់បង្ខាំងដើម្បីសួរយកចម្លើយដោយខុសច្បាប់បាទវាគឺជាការគំរាមកំហែងដល់សិទ្ធិបុគ្គលមួយដ៏ធ្ងន់ធ្ងរថែមទៀតបាទហើយនេះបញ្ហានេះបានកើតឡើងក្រោយពេលដែលបច្ចុប្បន្នភាពបានធ្វើការផ្សព្វផ្សាយនៅព័ត៌មានពិតជាច្រើនពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីជាពិសេសបទល្មើសព្រៃឈើថ្មីនេះបន្ទាប់ពីមានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចបានបញ្ជាឲ្យបញ្ឈប់នឹងការចល័តនាំចេញឈើពីទឹកដីកម្ពុជានៅក្នុងខេត្តភាគឦសាននេះទៅលក់នៅក្នុងទឹកដីវៀតណាមបាទហើយដែលគ្រានោះសម្ដេចបានបញ្ជានឹងចាត់តាំងឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសជាប្រធានគណៈកម្មាធិការនៃការបង្ក្រាបបទល្មើសព្រៃឈើនេះការផ្សាយរបស់បច្ចុប្បន្នភាពជាបន្តបន្ទាប់យើងទទួលបាននៅប្រភពព័ត៌មានជាក់លាក់និងច្បាស់ការជាច្រើនដែលប្រភពខ្លះបានចង្អុលចំទៅលើបុគ្គលលោកស័ក្តិសារ៉ាំងមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីនេះគឺជាឈ្មួញដ៏ធំមួយបាទជាឈ្មួញដ៏ធំមួយនៅពីក្រោយបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីនេះបាទហើយទង្វើជាអ្នកនៅពីក្រោយខ្នងនៅក្នុងឧក្រិដ្ឋកម្មព្រៃឈើនេះកើតមានយូរយារណាស់មកហើយក៏ប៉ុន្តែនៅមណ្ឌលគិរីកន្លងមកពុំមាននរណាហ៊ាននិយាយអំពីទង្វើការកាប់បំផ្លាញព្រៃឈើរបស់មន្ត្រីអាវុធហត្ថរូបនេះទេដោយសារគេខ្លាចអំណាចផ្ដាច់ការអំណាចដ៏មហិមារបស់លោកឧត្តមសេនីយ៍ស័ក្តិសារ៉ាំង
ដែលលោកជាញយគឺប្រើអំណាចរំលោភអំណាចរំលោភច្បាប់តួយ៉ាងករណីប្រើអំណាចរំលោភច្បាប់ដែលបានអនុវត្តចំពោះភ្នាក់ងារបច្ចុប្បន្នភាពគឺលោកវ៉ាន់ទិតនេះតែម្ដងបាទនេះតែម្ដងគឺជាការបញ្ជាឲ្យចាប់ខ្លួនមនុស្សដោយគ្មាននៃការតុលាការនៅខណៈពេលដែលបុគ្គលដែលត្រូវចាប់ខ្លួនគឺលោកវ៉ាន់ទិតពុំមានកំហុសអ្វីទាំងអស់បាទពុំមានកំហុសអ្វីទាំងអស់ទស្សនិកជនរឿងរ៉ាវនេះបច្ចុប្បន្នភាពបាននឹងកំពុងតែសិក្សាលើទស្សនវិជ្ជាច្បាប់ថាតើយើងនឹងធ្វើម៉េចណាចាក៏ប៉ុន្តែយើងក្រឡេកត្រឡប់ទៅវិញអំពីបញ្ហាបទល្មើសព្រៃឈើនៅក្នុងស្រុកកែសីមាក៏ដូចជានៅតំបន់ក្រុមហ៊ុនមួយចំនួនគឺក្រុមហ៊ុនខ្លះទោះបីជាមានឈ្មោះថៅកែខុសៗគ្នាឈ្មោះក្រុមហ៊ុនខុសៗគ្នាប្រភពព័ត៌មានមួយចំនួនបានរាយការណ៍ថាមន្ត្រីក្នុងជួរកងកម្លាំងខ្លះនៅក្នុងខេត្តមណ្ឌលគិរីមានការពាក់ព័ន្ធដ៏ស៊ីជម្រៅគេអាចពិចារណាបានទៅលើទស្សនវិជ្ជាច្រើនយ៉ាងនៅក្នុងការដែលជាប់ពាក់ព័ន្ធរបស់មន្ត្រីទាំងនេះទី1សកម្មភាពកាប់បំផ្លាញព្រៃឈើក្រៅតំបន់ដីសម្បត្តិសេដ្ឋកិច្ចដែលកើតមានឡើងមន្ត្រីអនុវត្តច្បាប់នៅទីនោះមិនបានចាប់បង្ក្រាបទេដោយសារតែមន្ត្រីអនុវត្តច្បាប់មន្ត្រីជាប្រធានដឹកនាំនៅតំបន់នោះគឺជាអ្នកជាប់ពាក់ព័ន្ធយ៉ាងសំខាន់តែម្ដងបាទហើយក្រៅពីនេះទៀតគេថែមទាំងខុបខិតគ្នានាំឈើចេញទៅលក់នៅវៀតណាមបាទហើយក្នុងនោះចំណែកត្រូវបានអ្នកដឹងរឿងរ៉ាវមួយចំនួនគឺថា 50% ចំណែកបានទៅលើមន្ត្រីដែលនៅពីក្រៅខ្នងបាទមន្ត្រីដែលនៅពីក្រៅខ្នងហើយរឿងរ៉ាវនេះបើសិនជាគេចង់ដឹងការពិតយ៉ាងណានោះគេអាចចាប់ផ្ដើមធ្វើការស៊ើបអង្កេតចាប់ពីអ្នកយាមឈើឡើងទៅបើនៅក្នុងក្រុមហ៊ុនប៊ិញហ្វឺណាទីតាំងដែលមានការដុតបំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរមុនពេលដែលគណៈកម្មាធិការដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍បានចុះទៅដល់មានការដុតបំផ្លាញផាត់តាងឈើនៅតំបន់ក្រុមហ៊ុនប៊ិញភឿនោះបាទតើឈើនោះជាឈើរបស់នរណាបាទហើយគេមន្ត្រីមួយចំនួនដែលលោកបានផ្ដល់ព័ត៌មានមកកាន់បច្ចុប្បន្នភាពដែលលោកដឹងរឿងយ៉ាងច្បាស់តែមិនហ៊ាននិយាយគឺបានត្រឹមតែផ្ដល់ឲ្យអ្នកសារព័ត៌មានគឺបានអះអាងច្បាស់ណាស់ថាឈើនោះគឺជាឈើរបស់មេ PM ខេត្តមណ្ឌលគិរីតែម្ដងគឺលោកស័ក្តិសរាំងបាទនៅមានទៀតឈ្មោះមួយចំនួនបានត្អូញត្អែប្រាប់មន្ត្រីខ្លះហើយដែលមន្ត្រីនេះបានផ្ដល់ព័ត៌មានមកឲ្យបច្ចុប្បន្នភាពមួយបានអះអាងថាគេពិបាកនៅពេលដែលមន្ត្រីអនុវត្តច្បាប់ខ្លះគាត់បានដើរតួនាទីជាអបិធផងដើរតួនាទីជាអ្នកសិទ្ធិបាល់ផងសិទ្ធិបញ្ចូលទីផងអញ្ចឹងចាប់ក៏បានបើមិនព្រមឲ្យសំណូកចាប់ហើយខ្លួនក៏ជួយទៀតបាទនេះគឺជារឿងពិតដែលត្រូវបានផ្ដល់ដោយបាទហើយក្នុងនោះដើម្បីរកឲ្យឃើញការពិតថាតើលោកមេ PM ខេត្តមណ្ឌលគិរីស័ក្តិសរាំងគឺជាឈ្មោះនៅពីក្រៅខ្នងពិតឬមិនពិតគេអាចធ្វើការស៊ើបអង្កេតដោយយុត្តិធម៌មួយបាទដោយយុត្តិធម៌មួយអ្នកមណ្ឌលគិរីបានផ្ដល់សារម្ដងទៀតកាលពីម្សិលមិញមិនពិបាកទេនៅក្នុងការបញ្ជាក់ពីភាពស្អាតស្អំរបស់បុគ្គលនៅឯខេត្តមណ្ឌលគិរីនេះមានអ្នកតាអ្នកដូននៅឯភ្នំដោះក្រមុំពូកែស័ក្តិសិទ្ធិបាទបើសិនជាគេហ៊ានស្បត់ស្បែនៅអ្នកតាភ្នំដោះក្រមុំប្រហែលជាបញ្ជាក់ថាអាចនឹងជឿពាក់កណ្ដាលថាស្អាតស្អំក៏ប៉ុន្តែបុគ្គលដែលមានខ្លួនប្រហែលជាមិនហ៊ានទេព្រោះអ្នកមណ្ឌលគិរីជឿជាក់ប្រកបណាស់ថាបារមីនៅភ្នំដោះក្រមុំនៅស័ក្តិសិទ្ធិនៅឡើយបាទទី1មួយវិញទៀត
ប្រភពពីមន្ត្រីខ្លះធម្មតាមនុស្សមិនមែនមានគេស្រឡាញ់យើង100ទាំង100ទេហើយក៏មិនមែនមានគេស្អប់យើង100ទាំង100ដែរមនុស្សគឺថាមានអ្នកស្អប់និងអ្នកស្រឡាញ់នៅមណ្ឌលគិរីបើសិនជាលើកលែងតែទៅសួរកូនក្មេងសាលាបឋមសិក្សាទើបមិនដឹងក្រៅពីនោះសួរមន្ត្រីមួយចំនួនទើបដឹងច្បាស់បើមិនរកស៊ីខ្លួនឯងក៏ពុករលួយជាមួយនឹងបាត់ល្មើសព្រៃឈើដែលខ្លួនមិនបង្ក្រាបដែរបាទដែលខ្លួនមិនបង្ក្រាបដែរដែលនេះគឺជាបញ្ហាមួយធ្វើឲ្យមជ្ឈដ្ឋានពលរដ្ឋនៅមណ្ឌលគិរីក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសបាននឹងកំពុងតែផ្ដោតការយកចិត្តទុកដាក់តាមដានថាតើគណៈកម្មាធិការដែលសម្ដេចតេជោលោកចុះហត្ថលេខាបង្កើតឡើងនេះលោកអនុវត្តបែបណាទិសដៅបន្តនៅពេលដែលគេសិក្សាស្រាវជ្រាវឃើញការពិតហើយតើចំណាត់ការច្បាប់មួយនឹងត្រូវដាក់ចេញដែរឬទេនេះគឺជាសំណួរធំបំផុតដែលមតិមហាជនបាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់បាទវិធានការច្បាប់មួយតើច្បាប់ស្ដីអំពីព្រៃឈើមាត្រាណាខ្លះដែលបានចែងអំពីទោសទណ្ឌចំពោះជនដែលពាក់ព័ន្ធទៅនឹងការបំផ្លាញព្រៃឈើនេះបាទបំផ្លាញព្រៃឈើនេះគឺជាបញ្ហាមួយហើយត្រឡប់មកបញ្ហារបស់ភ្នាក់ងារបច្ចុប្បន្នភាពវិញពិតជាសម្ដែងការអរគុណចំពោះមិត្តរួមវិជ្ជាជីវៈសហសេវករបស់យើងបានជ្រោមជ្រែងជួយគ្នាដើម្បីយុត្តិធម៌សម្រាប់បុគ្គលវណ្ណតិតក៏សម្រាប់យុត្តិធម៌នៃអ្នកសារព័ត៌មានដូចគ្នាផងដែរពិតណាស់ការចាប់មនុស្សដោយគ្មានដីកាអ្វីទៅដែលលោកសាក់សារាំងអះអាងថាគឺគ្រាន់តែជាការនាំមកសួរវាមិនមែនជារូបភាពនៃការនាំមកសួរតើកម្លាំងអនុវត្តច្បាប់មន្ត្រីយុត្តិធម៌តើគ្រាន់តែការដេកយកសពក៏ហៅមនុស្សមកសួរដែរឬយ៉ាងម៉េចបាទបើគ្មានតម្រុយនៃបញ្ហាកំហឹងបកគលណាមួយទេនោះឥឡូវនេះអ្នកច្បាប់បានអះអាងថាលោកសាក់សារាំងបានដើរតួនាទីជាដើមបណ្ដឹងផងនិងដើរតួនាទីគឺជាអ្នកអនុវត្តច្បាប់ផងជាមន្ត្រីយុត្តិធម៌ផងដូច្នេះការដែលលោកបញ្ជាកងកម្លាំងឲ្យទៅចាប់ខ្លួនភ្នាក់ងារបច្ចុប្បន្នភាពបន្តិចមកកាន់ទីបញ្ជាការវត្តហាត់គឺជារឿងលំអៀងគឺជារឿងអកតេបាត់ទៅហើយនេះគឺជាបញ្ហាមួយបាទមួយវិញទៀតអ្នកច្បាប់បានលើកឡើងច្រើនថាគេមិនអាចណាចាប់ខ្លួនមនុស្សហើយពេលដែលចាប់ខ្លួននោះទៀតសោតគឺដកហូតទូរស័ព្ទមិនឲ្យឆ្លងឆ្លើយមកកាន់អង្គភាពទេបាទតើវណ្ណតិតនេះមានទោសអីបាទលោកសាក់សារាំងមានការក្តៅក្រហាយជាមួយនឹងបច្ចុប្បន្នភាពដែលផ្សាយរឿងពិតអំពីបញ្ហារបស់លោកដែលគ្មាននរណាមួយហ៊ានហៅមកនិយាយការពិតនេះប៉ុន្តែបច្ចុប្បន្នភាពបានផ្សាយនៅការពិតនេះលោកគួរតែទី1បើសិនជាយល់ថាយោងតាមច្បាប់ទៀតផងបើសិនជាយល់ថាបច្ចុប្បន្នភាពផ្សាយនេះធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោកមានជំរើស2យ៉ាងនេះបច្ចុប្បន្នភាពមិនមែនបង្រៀនមេ PM មណ្ឌលគិរីទេក៏ប៉ុន្តែវាជាទស្សនវិជ្ជាច្បាប់ទី1លោកអាចធ្វើលិខិតបំភ្លឺមកកាន់បច្ចុប្បន្នភាពណាតែបើសិនជាបច្ចុប្បន្នភាពមិនធ្វើការបំភ្លឺជូនទេលោកឧត្តមសេនីយ៍ដ៏មហិមាសាក់សារាំងនេះដែលគេខ្លាចកោតក្រែងនៅខេត្តមណ្ឌលគិរីនេះបាទលោកអាចធ្វើលិខិតប្តឹងបច្ចុប្បន្នភាពទៅកាន់តុលាការបាននោះទើបជាជំរឿសរបស់បញ្ញវន្តបាទជាជំរឿសរបស់បញ្ញវន្តក៏ប៉ុន្តែយើងសោកស្ដាយដែលនៅក្នុងសង្គមនីតិរដ្ឋដូចបច្ចុប្បន្នសង្គមនៃការគោរពច្បាប់សង្គមកំពុងតែរស់នៅក្នុងសុខសន្តិភាពបាទនឹងការអភិវឌ្ឍបែរជាមន្ត្រីរបស់យើងនៅប្រើអំណាចសម្លុតកំហែងអ្នកទុនខ្សោយបែបដូចនេះទៀតក្នុងនាមបច្ចុប្បន្នភាពយើងពិតជាសម្ដែងនៃការសោកស្ដាយជាពន់ពេកនិងសូមអំពាវនាវឲ្យស្ថាប័នមានសមត្ថកិច្ចជាពិសេសអង្គការសមាគមអ្នកសារព័ត៌មានមជ្ឈដ្ឋាននៃការគោរពច្បាប់សូមមេត្តាជួយលើកកម្ពស់យុត្តិធម៌និងជួយរកយុត្តិធម៌សម្រាប់បច្ចុប្បន្នភាពក៏ដូចជាបុគ្គលលោកបណ្ឌិត
នៅក្នុងបញ្ហានេះនៅក្នុងបញ្ហានេះបាទហើយនៅមានរឿងច្រើនទៀតពេលរឿងខ្លះគឺវាពាក់ព័ន្ធនឹងនីតិវិធីដែលយើងកំពុងតែសិក្សាយើងអត់ចង់លើកឡើងទេក៏ប៉ុន្តែសូមបញ្ជាក់ជូនលោកសាក់សារាំងថាបច្ចុប្បន្នភាពมันអាចឈរអោបដៃបានទេយើងនឹងឆ្លើយតបដោយសន្តិវិធីណាដោយសេចក្តីថ្លៃថ្នូរទៅកាន់លោកសាក់សារាំងវិញព្រោះនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់រដ្ឋាភិបាលច្បាប់ទម្លាប់មានបាទច្បាប់ទម្លាប់មានគេមិនអាចប្រើមធ្យោបាយព្រៃផ្សៃកំហែងសម្លុតគំរាមចាប់ចងដោយទង្វើលោកសាក់សារាំងធ្វើមកលើបច្ចុប្បន្នភាពទេបាទបច្ចុប្បន្នភាពទេបាទយើងពិតជាអាសូរពលរដ្ឋខេត្តមណ្ឌលគិរីដែលមានមេ PM មានចរិតបែបនេះហើយយើងក៏ពិតជាចង់ឃើញនៅបុគ្គលដឹកនាំអ្នកខេត្តខ្លះគឺថាប្រើចរិតទន់ភ្លន់លោតបូតមិនប្រើអំណាចហួសហេតុពេកដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានភ័យខ្លាចបាទភ័យខ្លាចអរគុណណាស់ជាពិសេសគឺត្រឡប់មកវិញអរគុណដល់មិត្តរួមសហជីវិកយើងទាំងអស់ជាថ្មីម្ដងទៀតដែលលោកបានជួយឈឺឆ្អាលការពីម្សិលមិញហើយជាចុងក្រោយក្នុងនាមមនោសញ្ចេតនាផ្ទាល់ខ្លួនក៏ដូចជាក្នុងនាមបច្ចុប្បន្នភាពយើងខ្ញុំពិតជាសម្ដែងនៃការគោរពអរគុណជាពលិកចំពោះឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសដែលឯកឧត្តមបានជួយអន្តរាគមន៍ការពីម្សិលមិញជាហេតុដែលធ្វើឲ្យភ្នាក់ងារបច្ចុប្បន្នភាពលោកបណ្ឌិតបានរួចផុតអំពីក្រញ៉ាំចចកក្រញ៉ាំខ្លាមកវិញការពីម្សិលមិញបាទកិច្ចអន្តរាគមន៍ដ៏មានប្រសិទ្ធភាពនិងប្រកបដោយយុត្តិធម៌របស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាបច្ចុប្បន្នភាពពិតជាចងចាំមិនភ្លេចបាទហើយរំពឹងថាចរិតនៃការដឹកនាំប្រកបដោយគុណធម៌និងប្រកបដោយយុត្តិធម៌របស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខានឹងនៅតែបន្តទទួលបានការគោរពស្រឡាញ់គាំទ្រច្រើនឡើងថែមទៀតពីសំណាក់កងយុទ្ធពលខេមរៈភូមិន្ទក៏ដូចជាសំណាក់កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងមូលសូមអរគុណបាទឥឡូវនេះសូមពេលសម្រាប់បន្តិចដើម្បីជួបម្ចាស់ឧបត្ថម្ភកម្មវិធី